ប៉ុល ពត គឺជាលេខាបកកុម្មុយនីសកម្ពុជាដែលជាតំណែងខ្ពស់បំផុតនៅក្នុងបកនិងជានាយករដ្ឋមន្ត្រីនៃរបបកម្ពុជាប្រជាធិបតេយ្យដែលគេស្គាល់ថាជារបបខ្មែរក្រហមឬរបបប៉ុល ពត ប៉ុល ពត គឺជាមនុស្សដ៏អាតកំបាំងម្នាក់ដែលចំណាយពេលភាគច្រើននៃជីវិតរបស់គាត់រស់នៅក្នុងការលាក់កំបាំងសូម្បីតែឈ្មោះនិងថ្ងៃខែឆ្នាំកំណើតក៏ប៉ុល ពត បានផ្លាស់ប្ដូរដែរប៉ុល ពត តាមពិតមានឈ្មោះដើមថាសឡុតសកើតនៅភូមិព្រែកស្បូវក្នុងខេត្តកំពង់ធំគេដឹងថាប៉ុល ពត ស្លាប់នៅថ្ងៃទី15ខែមេសាឆ្នាំ1998ក៏ប៉ុន្តែប៉ុល ពត កើតនៅថ្ងៃណាខែណាឆ្នាំណានៅតែជាបញ្ហាមិនច្បាស់លាស់ដដែលយោងតាមវិទ្យុជាតិកម្ពុជាប្រជាធិបតេយ្យដែលបានផ្សាយនៅឆ្នាំ1977ប៉ុល ពត កើតនៅឆ្នាំ1925ក៏ប៉ុន្តែយោងតាមឯកសារជាច្រើនដែលអាណាព្យាបាលបារាំងបានតម្កល់ទុកនៅឆ្នាំ1950ប៉ុល ពត ឬសឡុតសកើតនៅថ្ងៃទី25ខែឧសភាឆ្នាំ1928ចំណែកប៉ុល ពត ខ្លួនឯងបានអះអាងថាថ្ងៃខែឆ្នាំកំណើតពិតរបស់គាត់គឺខែមករាឆ្នាំ1925ក៏ប៉ុន្តែគាត់បានបន្ថយអាយុ3ឆ្នាំដោយចុះនៅក្នុងបញ្ជីជាតិថាកើតនៅឆ្នាំ1928ទៅវិញសឡុតសកើតនៅក្នុងគ្រួសារត្រកូលកសិករស្ដុកស្ដំមួយនៅខេត្តកំពង់ធំឪពុករបស់សឡុតសឈ្មោះប៉ែនសឡុតម្ដាយឈ្មោះសុកណែមសឡុតសមានបងប្អូនទាំងអស់9នាក់ក្នុងនោះប្រុស7នាក់និងស្រី2នាក់សឡុតសគឺជាកូនទី8យោងតាមលោក David Chandler គ្រួសាររបស់សឡុតសមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងព្រះបរមរាជវាំងនៅក្នុងទសវត្សរ៍ឆ្នាំ1920បងស្រីជីដូនមួយម្នាក់របស់សឡុតសឈ្មោះមៀកគឺជាអ្នករាំរបាំព្រាយទ្រព្យប្រចាំព្រះបរមរាជវាំងក្រោយមកមៀកក៏បានក្លាយទៅជាស្នំឯករបស់ព្រះអម្ចាស់ស៊ីសវត្តមុនីវង្សហើយទទួលបានតំណែងជាខុនព្រះមនាងដែលមានអំណាចត្រួតលើស្រីទាំងអស់នៅក្នុងវាំងបងប្រុសច្បងរបស់សឡុតសឈ្មោះសឡុតសួងក៏ជាបុគ្គលិកម្នាក់បម្រើការនៅក្នុងការិយាល័យពិធីការនៃព្រះបរមរាជវាំងដែរមិនយូរប៉ុន្មានក្រោយមកប្អូនស្រីរបស់សឡុតសឈ្មោះសារឿនក៏បានចូលបម្រើការនៅក្នុងក្រុមរបាំព្រាយទ្រព្យហើយក៏បានក្លាយទៅជាស្នំឯករបស់ព្រះបាទស៊ីសវត្តមុនីវង្សដូចជាមៀកដែរនៅឆ្នាំ1934សឡុតសដែលកាលនោះមានអាយុ6ឆ្នាំបើគិតតាមថ្ងៃខែឆ្នាំកំណើតនៅក្នុងបញ្ជីជាតិនៅបងប្រុសម្នាក់ទៀតឈ្មោះសឡុតឆាយត្រូវបានគ្រួសារបញ្ជូនពីកំពង់ធំឲ្យមករស់នៅភ្នំពេញជាមួយមៀកនិងសួងដែលជាបងមិនយូរប៉ុន្មានក្រោយពីមកដល់ភ្នំពេញសឡុតសក៏បានទៅបួសរៀនធម៌និងភាសាខ្មែរនៅវត្តបទុមវត្តីដែលស្ថិតនៅជាប់នឹងព្រះបរមរាជវាំងគូបញ្ជាក់ថានៅពេលនោះប្រទេសកម្ពុជាកំពុងស្ថិតក្រោមអាណាព្យាបាលបារាំងហើយនៅតាមសាលារៀនរបស់រដ្ឋគេតម្រូវឲ្យរៀនជាភាសាបារាំងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតបរទេសពេលកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីប៉ុល ពត បានរៀបរាប់យ៉ាងដូចនេះថាខ្ញុំជាកូនចៅរបស់កសិករឆ្លប់ពីតូចឆ្លប់រួមរស់ធ្វើការងារខ្សែតកាជាមួយពុកម្ដាយហើយក្រោយមកមកនៅវត្តជាទំនៀមទម្លាប់ដើម្បីរៀនសូត្រអក្សរក្រោយពីបានបួសរៀនអស់ប្រមាណខែមកនៅឆ្នាំ1936សឡុតសក៏បានចូលរៀននៅសាលាបឋមសិក្សាកាតូលិកមួយនៅជិតព្រះបរមរាជវាំងសិស្សនៅសាលានោះច្រើនតែជាកុមាររាជការឬអ្នកមានឋានៈធំដុំហើយថ្លៃសាលានោះទៀតសោតក៏មានតម្លៃខ្ពស់ដែរនៅក្នុងអំឡុងពេលនោះមានព្រឹត្តិការណ៍មួយចំនួនបានកើតមានឡើងដែលអាចជះឥទ្ធិពលដល់គំនិតរបស់សឡុតសជាពិសេសគំនិតបែបជាតិនិយមទី1នៅពេលដែលសឡុតសទើបតែបានចូលរៀននៅសាលាបឋមសិក្សាស៊ិនងកថាញ់សឹមវ៉ានិងប៉ាឈឿនដែលធ្វើការនៅវិទ្យាស្ថានពុទ្ធសាសនាបណ្ឌិតក្នុងក្រុងភ្នំពេញបានទទួលការអនុញ្ញាតពីអាជ្ញាធរបារាំងឲ្យបោះផ្សាយកាសែតជាភាសាខ្មែរមួយឈ្មោះនគរវត្តដែលជាកាសែតភាសាខ្មែរលើកដំបូងបង្អស់នៅប្រទេសកម្ពុជាកាសែតនគរវត្តបានចុះផ្សាយនៅអត្ថបទវិចារណកថាជាច្រើនដែលបង្ហាញអំពីគំនិតជាតិនិយមសឡុតសដែលរស់នៅជាមួយបងប្រហែលជាបានអានកាសែតនេះជាប្រចាំពីព្រោះថាបើយោងតាមលោក David Chandler មាននឹងសួងដែលទៅជាបងរបស់សឡុតសបានជាវកាសែតនគរវត្តមកអានជាប្រចាំព្រឹត្តិការណ៍សំខាន់មួយទៀតគឺនៅពេលដែលសឡុតសរៀនជិតចប់បឋមសិក្សានៅចន្លោះឆ្នាំ1940និងឆ្នាំ1941បារាំងដែលច្បាំងចាញ់អាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី2ក៏បានយកព្រមឲ្យថៃកាត់យកទឹកដីខេត្តបាត់ដំបងនិងសៀមរាបរបស់ខ្មែរទៅគ្រប់គ្រងដែលជាហេតុបណ្ដាលឲ្យប្រជាជនកម្ពុជាមានកំហឹងយ៉ាងខ្លាំងសូម្បីតែព្រះបាទមុនីវង្សក៏ខ្ញាល់នឹងការបាត់បង់ទឹកដីនេះយ៉ាងខ្លាំងដែររហូតដល់សម្ដេចព្រះទ័យចាក់ចេញពីព្រះបរមរាជវាំងទៅគង់នៅខេត្តកំពង់ឆ្នាំងហើយបដិសេធឈប់និយាយភាសាបារាំងរហូតដល់ព្រះអង្គចូលទីវង្គតនៅឆ្នាំ1941ទំនងជាហេតុការណ៍ទាំងពីរនេះហើយដែលបានជះឥទ្ធិពលដល់គំនិតរបស់សឡុតសដែលនៅជាកុមារនៅឡើយឲ្យមានគំនិតស្អប់បរទេសនិងមានគំនិតជាតិនិយមនៅឆ្នាំ1942សឡុតសបានជាប់ឈ្មោះនៅក្នុងចំណោមសិស្ស20នាក់
ដែលត្រូវបានជ្រើសរើសឲ្យទៅរៀននៅអនុវិទ្យាល័យមួយឈ្មោះអនុវិទ្យាល័យព្រះសីហនុដែលបារាំងទើបនឹងបង្កើតនៅខេត្តកំពង់ចាមនៅថ្ងៃទី20ខែកក្កដាឆ្នាំ1942នៅទីក្រុងភ្នំពេញបាតកម្មដ៏ធំមួយត្រូវបានរៀបចំឡើងប្រឆាំងនឹងបារាំងបាតកម្មនេះកើតឡើងក្រោយពីអាជ្ញាធរបារាំងបានចាប់ខ្លួនព្រះសង្ឃខ្មែរពីរអង្គគឺអាចារ្យហែមឈីវនិងនួនឌួងដែលបានទេសនាប្រឆាំងនឹងបារាំងបាតកម្មនេះត្រូវបានដឹកនាំដោយសេនងថៃនិងប៉ាឈឿនហើយមានអ្នកចូលរួមរាប់ពាន់នាក់នៅក្នុងនោះក៏មានព្រះសង្ឃប្រមាណ500អង្គផងដោយយើងមិនដឹងច្បាស់អំពីថ្ងៃដែលសឡុតសចាក់ចេញពីភ្នំពេញទៅកំពង់ចាមយើងមិនអាចដឹងបានទេថាតើសឡុតសបានចូលរួមនៅក្នុងបាតកម្មនេះដែរឬក៏អត់នៅឯអនុវិទ្យាល័យព្រះសីហនុខេត្តកំពង់ចាមសឡុតសបានជួបជាមួយនឹងហ៊ូនឹមហ៊ូយុននិងខៀវសំផនដែលរៀននៅទីនោះដែរអ្នកទាំងនេះសុទ្ធតែជាកូនអ្នកចេះដឹងហើយសុទ្ធតែជាអ្នករៀនពូកែហើយដែលក្រោយមកសុទ្ធតែបានក្លាយទៅជាមេដឹកនាំសំខាន់របស់ចលនាខ្មែរក្រហមក៏ប៉ុន្តែមិត្តភក្តិជិតស្និទ្ធបំផុតរបស់សឡុតសនៅពេលនោះគឺលុនណុនប្អូនប្រុសរបស់លុនណុលប្រហែលជាដោយសារតែទំនាក់ទំនងមិត្តភាពជាមួយមេដឹកនាំខ្មែរក្រហមនេះហើយបានជានៅឆ្នាំ1975លុនណុនមិនព្រមចាក់ចេញពីទីក្រុងភ្នំពេញដោយមកពីគិតថាពួកមេដឹកនាំខ្មែរក្រហមអាចយកយល់ដល់មិត្តចាស់ក៏ប៉ុន្តែលុនណុនត្រូវបានខ្មែរក្រហមសម្លាប់ចោលភ្លាមៗក្រោយពីដណ្ដើមកាន់កាប់ទីក្រុងភ្នំពេញនិយាយអំពីអត្តចរិតរបស់សឡុតសវិញបើយោងតាមសិស្សដែលរៀនជាមួយសឡុតសនៅអនុវិទ្យាល័យកំពង់ចាមសឡុតសគឺជាមនុស្សសាមញ្ញម្នាក់មិនសូវនិយាយស្ដីច្រើនចូលចិត្តលេងបាល់ទាត់និងបាល់បោះជាមនុស្សរស់រាយនិងចេះគួរសមហើយជាមនុស្សមិនបង្ហាញអំពីមហិច្ឆតាចង់ធ្វើអ្វីឲ្យបានធំដុំនោះទេសឡុតសខ្លួនឯងក៏ធ្លាប់បានអះអាងដូចនេះដែរគឺថាពីក្មេងមកជាចរិតរបស់ខ្ញុំចិត្តថាមិនសូវនិយាយស្ដីអីទេហើយខ្ញុំមិនចង់បញ្ចេញថាខ្ញុំនឹងដឹកនាំអីទេយោងតាមលោក David Chandler សឡុតសរៀនមិនពូកែនោះទេគឺរៀនបានត្រឹមតែជាប់មធ្យមភាពប៉ុណ្ណោះហើយពេលខ្លះមិនតែបានជាប់មធ្យមភាពផងនៅឆ្នាំ1947សឡុតសបានបញ្ចប់ការសិក្សានៅអនុវិទ្យាល័យកំពង់ចាមហើយផ្ទុយពីសិស្សរួមសាលាមួយចំនួនដូចជាខៀវសំផនជាដើមដែលបានចូលរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិដែលជាវិទ្យាល័យដ៏ល្បីល្បាញនៅភ្នំពេញសឡុតសបានទៅចូលរៀននៅសាលាបច្ចេកទេសមួយនៅក្នុងខណ្ឌរសីកែវក្រុងភ្នំពេញដែលយកជំនាញខាងជើងដែកបើតាមលោក David Chandler សឡុតសទៅរៀននៅសាលាបច្ចេកទេសនោះមិនមែនដោយសារតែគាត់ស្រឡាញ់ចូលចិត្តមុខជំនាញនេះទេក៏ប៉ុន្តែមកពីគាត់ប្រឡងចូលវិទ្យាល័យស៊ីសុវត្ថិមិនជាប់ក៏ប៉ុន្តែបើទោះជាមិនបានចូលរៀននៅវិទ្យាល័យស៊ីសុវត្ថិក៏ពិតមែនសឡុតសបានក្លាយទៅជាមិត្តជិតស្និទ្ធជាមួយនឹងសិស្សម្នាក់មកពីវិទ្យាល័យស៊ីសុវត្ថិគឺអៀងសារីយោងតាមលោកកេម៉ាន់សាក់ដែលជាមន្ត្រីថ្នាក់ដឹកនាំគណៈបកប្រជាធិបតេយ្យសឡុតសនិងអៀងសារីបានចូលរួមយ៉ាងសកម្មជួយគណៈបកប្រជាធិបតេយ្យក្នុងពេលបោះឆ្នោតជាតិនៅឆ្នាំ1947នៅពេលនោះគណៈបកប្រជាធិបតេយ្យដែលមានអ្នកអមម្ចាស់ស៊ីសុវត្ថិយុទ្ធវង្សជាប្រធានបានទទួលជ័យជំនះយ៉ាងលើសលប់ដោយដណ្ដើមបាន60អាសនៈក្នុងចំណោមអាសនៈសរុបទាំង75នៅរដ្ឋសភាពីឆ្នាំក្រោយមកនៅឆ្នាំ1949សឡុតសបានទទួលអាហារូបករណ៍ដើម្បីទៅបន្តការសិក្សានៅប្រទេសបារាំងផ្នែកអេឡិចត្រូនិកសំណួរសួរថាហេតុអ្វីបានជាសឡុតសដែលរៀនមិនសូវពូកែផងក៏ប៉ុន្តែបែរជាទទួលបានអាហារូបករណ៍ទៅរៀននៅប្រទេសបារាំងបែបនេះនេះប្រហែលជាមកពីហេតុផលសំខាន់ពីរទី1នៅពេលនោះក្រសួងអប់រំស្ថិតក្រោមការគ្រប់គ្រងរបស់គណៈបកប្រជាធិបតេយ្យដែលឈ្នះឆ្នោតកាលពីឆ្នាំ1947ប្រហែលជាដោយសារតែសឡុតសបានជួយធ្វើការឃោសនាបោះឆ្នោតឲ្យគណៈបកប្រជាធិបតេយ្យទើបរដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ឲ្យសឡុតសទៅរៀននៅប្រទេសបារាំងទី2នៅពេលនោះមិនសូវជាមានកូនខ្មែរណាមានជំនាញខាងអេឡិចត្រូនិកនោះទេប្រហែលជាមកពីហេតុនេះហើយបានជាក្រសួងអប់រំកម្ពុជាបញ្ជូនសឡុតសដែលរៀននៅសាលាបច្ចេកទេសសាស្ត្រឲ្យទៅបន្តការសិក្សាផ្នែកបច្ចេកទេសអេឡិចត្រូនិកនៅប្រទេសបារាំងទោះជាក្នុងហេតុផលណាមួយក៏ដោយសឡុតសបានក្លាយទៅជាសិស្សមួយរូបក្នុងចំណោមសិស្សពូកែទាំង21រូបដែលត្រូវបានរដ្ឋាភិបាលបញ្ជូនទៅរៀននៅប្រទេសបារាំងនៅឆ្នាំ1949គឺនៅប្រទេសបារាំងនោះហើយដែលសឡុតសបានក្លាយទៅជាជនកុម្មុយនីស